អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលប៉ុស្តិ៍មួយទាក់ទងជាមួយប៉ុស្តិ៍ Title Admin ហើយនិងរដ្ឋបាលមន្ត្រីរដ្ឋបាលនិងធនធានមនុស្សនៅក្នុងប៉ុស្តិ៍នេះគេស្វែងរកអ្នកដែលអាចធ្វើការបានជាមួយនឹងការងារទាំងអស់នេះអញ្ចឹងខ្ញុំចូលទៅក្នុង benefit អត្ថប្រយោជន៍បន្តិចសិនទី1គឺបានអត្ថប្រយោជន៍ហ្នឹងគឺមានច្បាប់ឈប់18ថ្ងៃ annual leave ច្បាប់ឈប់សម្រាកពេលមានបុណ្យជាតិហើយនឹងបាន bonus មានការប្រវាស់មានផ្ដល់ជីវៈបណ្ដុះបណ្ដាលអាចចូលរួមបានមាន insurance បានធានារ៉ាប់រងបសសមានប្រាក់អត្ថប្រយោជន៍ផ្សេងៗសញ្ញាណធីពីកំណត់ដោយច្បាប់ទៀតនៅក្នុងនោះគេកំណត់ឲ្យយើងធ្វើការពីម៉ោង8កន្លះដល់ម៉ោង12ហើយនឹងពីម៉ោង1ដល់ម៉ោង5កន្លះពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ធ្វើការពេលព្រឹកនៅក្នុងមានការងារជាច្រើនទាក់ទងជាមួយនឹងរដ្ឋបាលជាច្រើនទាក់ទងជាមួយនឹងការគ្រប់គ្រងធនធានមនុស្សហើយមានការងារតិចតួចទេទាក់ទងជាមួយរដ្ឋបាលនៅក្នុងនោះក៏គេមានបញ្ជាក់ទាក់ទងជាមួយនឹងតម្រូវការដែរជាងយើងមើលនៅក្នុងអ្វីដែលគេរំពឹងទុកថាបុគ្គលិកឬក៏អ្នកដែលចូលមកធ្វើការហ្នឹងគាត់អាចបំពេញការងារបានផ្នែកធនធានមនុស្សទី1គាត់ចេះតាក់ទងជាមួយនឹងរៀបចំនិងការអនុវត្តពីចាប់ផ្ដើមរហូតដល់បញ្ចប់នៃការជ្រើសរើសបុគ្គលិកណាតាក់ទងជាមួយនិយាយរួមមកចប់នៅកន្លែងនេះទី2តាក់ទងជាមួយនឹងការគ្រប់គ្រងបុគ្គលិក attendant វត្តមានបុគ្គលិកប្រាក់បន្ថែមរបស់បុគ្គលិកនៅថ្ងៃឈប់សម្រាកទី3តាក់ទងជាមួយនឹងការគ្រប់គ្រងអានេះស្តៀងគ្នាបាទគ្រប់គ្រងច្បាប់បាទការ record ការកត់ត្រាផ្សេងៗសម្រាប់កត់ថាត្រឹមត្រូវ4តាក់ទងជាមួយនឹងការថែរក្សាឬក៏មានការ update បុគ្គលិកលើ database តមកទៀតតាក់ទងការរៀបចំរបាយការណ៍ប្រចាំថ្ងៃប្រចាំអាទិត្យប្រចាំខែតាក់ទងជាមួយនឹងការងាររៀបចំពីក៏ត្រួតពិនិត្យនឹងវិតម្លៃបុគ្គលិកប្រចាំឆ្នាំអញ្ចឹង appraisal សម្រាប់ការងារសាកល្បងឬក៏ប្រចាំឆ្នាំបាទតាក់ទងជាមួយនឹងការអនុវត្តទម្រង់ឬក៏ទម្រង់បែបបទរបស់ធនធានមនុស្សដើម្បីប្រើនៅក្នុងក្រុមហ៊ុនដើម្បីត្រូវជាមួយស្តង់ដារតាក់ទងជាមួយការជួយសម្រួលនៅក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកថ្មីបាទហើយនឹងមានការត្រួតពិនិត្យទៅលើការផ្ដល់ជាមតិយោបល់ការលម្អផ្សេងអូខេតមកទៀតខ្ញុំសូមទន្ទលឿនណាស់ដោយសារច្រើនណាស់ផ្ដល់ជាការគ្រប់គ្រងទៅផ្នែកផ្សេងទៀតដែលខាងធនធានមនុស្សធ្វើការជាមួយសម្របសម្រួលជាមួយបុគ្គលិកនៅក្នុងវគ្គបណ្ដុះបណ្ដាលផ្សេងដែលគាត់ត្រូវការអភិវឌ្ឍសម្រាប់ខ្លួនគាត់តមកទៀតមានគឺធ្វើការថែរក្សាឬក៏ឲ្យបានទៀងទាត់ជាមួយនឹងការសម្រេចចិត្តដែលជាប់ពាក់ព័ន្ធជាមួយនឹងច្បាប់ទាំងឡាយណាដែលជាប់ពាក់ព័ន្ធជាមួយនឹងបុគ្គលិកបាទការដាក់ពិន័យផ្សេងបាទនៅក្នុងអង្គភាពការ promote នៅក្នុងអង្គភាពបាទតកតងជាមួយនឹងច្បាប់បាទមានតកតងជាមួយក្រមសីលធម៌ពាក់ព័ន្ធជាមួយច្បាប់ក្នុងប្រទេសបាទនេះតកតងជាមួយនឹង compliance មានន័យថាស្របជាមួយគោលការណ៍ច្បាប់ក្រុមហ៊ុន guideline និង HR policy តកតងជាមួយនឹងការគ្រប់គ្រងឬក៏ដោះស្រាយបញ្ហាបុគ្គលិកក្នុងករណីមានជម្លោះក៏អាចមានបញ្ហាល្អនៅក្នុងក្រុមហ៊ុនតកតងជាមួយនឹង duty and assign management teams and headquarter នេះតកតងការងារមួយចំនួនដែលនេះដែល
ថ្នាក់ដឹកនាំត្រូវការឲ្យគាត់ជួយតើតើការងាររដ្ឋបាលយើងមើលឃើញថាមានការងារនេះអស់5-6ចំណុចជួយការងាររដ្ឋបាលនៅក្នុងនោះមានតកតងច្បាប់តកតងការអនុវត្តច្បាប់តកតងជាមួយនឹងការចុះបញ្ជីក៏ធ្វើការជាមួយក្រសួងអីផ្សេងនៅកន្លែងនេះធ្វើការតកតងជាមួយនឹងរាជរដ្ឋាភិបាលហើយតកតងជាមួយការត្រួតពិនិត្យបាទការប្រើប្រាស់សម្ភារៈមួយចំនួនដែលប្រកាសថាមានការរៀបចំត្រឹមត្រូវទៅកន្លែងនេះត្រូវប្រកាសថាការិយាល័យត្រូវមានភាពស្អាតណាឲ្យបានជាប់លាប់តកតងជាមួយការសម្របសម្រួលឬក៏ត្រួតពិនិត្យហើយមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ឬក៏ត្រួតពិនិត្យឲ្យបានទៀងទាត់មានជីស្នាមមាន checklist ឬក៏ tracking ឲ្យបានត្រឹមត្រូវតកតងជាមួយនឹង performance additional task direct by manager នេះតកតងការងារមួយចំនួនដែល manager គាត់ដាក់ឲ្យអញ្ចឹងអ្នកដែលកាន់តួនាទីគាត់ត្រូវធ្វើដែលមានដាក់នៅក្នុងនេះអញ្ចឹងអ្វីដែលជាតម្រូវការរបស់ក្រុមហ៊ុនអ្នកដែលត្រូវការអ្នកដែលអាចដាក់ពណ៌នេះបានទី1អ្នកដែលចប់បរិញ្ញាបត្រនៅក្នុងពាក់ព័ន្ធជាមួយបរិញ្ញាបត្រពាក់ព័ន្ធទុនធានមនុស្សទៅជាមួយរដ្ឋបាលឬក៏ស្តៀងហ្នឹងបាទ well versed in local laws orders and others HR related regulation fashion retirement activity តកតងជាមួយនឹងយល់ពាក់ព័ន្ធជាមួយនឹង term condition មួយចំនួនពាក់ព័ន្ធ HR និងគោលការណ៍របស់ច្បាប់បាទកន្លែងនេះតកតង strong interpersonal and communication បាទគាត់ជាមនុស្សដែលមានភាពហ្មត់ចត់ឬក៏មានទំនាក់ទំនងល្អអញ្ចឹងครับតកតងជាមួយ strong knowledge of law and HR based practice មានជំនាញខាង HR បាទច្បាប់តកតងនឹង proficiency of HR IS software គាត់មានជំនាញក្នុងការប្រើប្រាស់ system មួយនេះខ្ញុំមិនដែលដឹងដែរតែអ្នកទាំងអស់គ្នាដែលដឹងអាចយល់បានអាចសាកអនុវត្តឬក៏អាច apply បានឬក៏មានឱកាសច្រើន strong team players with the ability to work collaboration across the department ជាអ្នកដែលអាច lead គេបានដឹកនាំគេបានអូខេជំនាញនៅក្នុងការនិយាយភាសាអង់គ្លេសឬក៏ខ្មែរបាទ good PC skill បាទ PC computer ចេះ computer Microsoft Word Excel ability to speak and read Chinese will be have extra advantage ចាំបើសិនជាយើងមានជំនាញមួយទៀតគឺគាត់អាចជាអ្នកដែលចេះភាសាចិនក៏ជាអ្នកដែលនឹងនិយាយថាជាអ្នកដែលមានឱកាសច្រើនបាទ